ជីវិតខ្ញុំមិនដូចគេខ្សែជីវិតមនុស្សម្នាក់លើផែនដីនេះមិនដូចគ្នាទេគេជួបរឿងគេយើងជួបរឿងយើងមិនបាច់ប្រៀបធៀបគ្នាទេនាំតែកើតទុក្ខអ្នកកើតមកមិនមែនដើម្បីដើរប្រណាំងជាមួយអ្នកដទៃទេមនុស្សម្នាក់មានចំណុចចាប់ផ្ដើមរៀងខ្លួនហើយធ្វើដំណើរក្នុងល្បឿនផ្សេងគ្នាបើគេជាកូនអ្នកមានគេមានផ្លូវជ្រើសរើសច្រើនរីឯយើងជាកូនអ្នកក្រយើងត្រូវចេញដំណើរពីកន្លែងដែលយើងឈរកុំចាំបាច់ប្រៀបធៀបនឹងគេអីហើយក៏មិនចាំបាច់ត្រូវបន្ទោសអ្នកនេះអ្នកនោះដែរធម្មជាតិនៃជីវិតគឺខុសគ្នាចឹងឯងមនុស្សម្នាក់មានបញ្ញាស្មារតីផ្សេងគ្នាហើយល្បឿននៃជីវិតក៏ផ្សេងគ្នាដែរម្យ៉ាងទៀតទីផ្ដាច់ព្រាត់ក៏នៅកន្លែងផ្សេងគ្នាបើគេមានបញ្ញាច្រើនគេទៅលឿនជាងយើងគេទៅដល់ទីព្រាត់មុនយើងគ្មានអ្វីត្រូវប្រណាំងគ្នាទេបុណ្យសន្សំមកផ្សេងគ្នាតែយើងក៏ត្រូវរៀនសូត្រពីគេដែរហើយប្រឹងឲ្យអស់ពីសមត្ថភាពរបស់យើងមិនមែនឲ្យខ្ជិលទេតែក៏កុំប្រៀបធៀបដើម្បីបង្កើតទុក្ខដាក់ខ្លួនឯងឡើយជីវិតអ្នកជាជីវិតអ្នកជីវិតគេជាជីវិតគេធ្វើគុណបានទោសអ្នកខ្លះខំជួយគេអស់ច្រើនណាស់ស្រាប់តែទទួលរឿងមិនគួរគប្បីត្រឡប់មកវិញខំជួយគេអស់លុយអស់កាក់អស់ពេលវេលាមិនស្ទើរទេតែចុងក្រោយដល់ត្រើយសោយគូតដាក់បើអ្នកជួយអ្នកដទៃទម្លាប់តាំងចិត្តជួយគេដោយចិត្តស្អាតបរិសុទ្ធចង់ឲ្យគេបានសុខមិនចង់បានការតបស្នងត្រឡប់មកវិញទេអ្នកបានបុណ្យច្រើនហើយមិនសូវខកចិត្តទេបើអ្នកធ្វើល្អហើយគេដឹងគុណអ្នកជាបុណ្យរបស់គេតែបើគេមិនដឹងទេឬពេលខ្លះគេរមិលគុណដាក់អ្នកថែមទៀតនោះជាបាបរបស់គេចំណែកអ្នកបានធ្វើបុណ្យរួចហើយមិនប្រកាសថាមនុស្សដែលយើងជួយនឹងតបស្នងសងគុណយើងវិញទេតែបុណ្យអ្នកនៅតែជាបុណ្យរបស់អ្នកថ្ងៃណាមួយបុណ្យនឹងឲ្យផលវិញមិនខានហើយអាចជាអ្នកដទៃផ្សេងទៅវិញទេដែលជួយអ្នកនោះបើអ្នកជួយដោយសេចក្តីប្រាថ្នាចង់បានការតបស្នងសងគុណមិនសូវបានបុណ្យទេតែបើជួយដោយអនុគ្រោះដោយចិត្តមេត្តាជួយដោយសុទ្ធចិត្តអ្នកបានទាំងសប្បាយចិត្តបានទាំងបុណ្យច្រើន
បាបចាស់បាបថ្មីបាបចាស់នាំឲ្យអ្នកជួបរឿងមិនល្អរីឯភាពមួម៉ៅក្តៅក្រហាយនឹងរឿងនោះជាបាបថ្មីដែលនាំឲ្យអ្នកកាន់តែមានទុក្ខថែមអ្នកខ្លះមានកម្មក្រាស់ជួបបញ្ហាច្រើនឥតល្ហែហើយអ្នកខ្លះទៀតសាងកម្មល្អច្រើនមិនសូវជួបបញ្ហាក្នុងជីវិតឡើយកុំប្រៀបធៀបគ្នាអីនាំតែកើតទុក្ខទេគេជួបរឿងគេយើងជួបរឿងយើងសំពាយកម្មមនុស្សម្នាក់មិនដូចគ្នាទេបើអ្នកជួបរឿងមិនល្អវាជារឿងផលបាបរបស់អ្នកពីមុនមកកុំមួម៉ៅអីកុំបន្ទោសអ្នកណាឡើយកម្មយើងទេមួម៉ៅទៅបានតែកើតទុក្ខថែមបើអ្នកចិត្តអស់ទឹកបរិភោគហើយអ្នកត្រូវដងទឹកចាក់បន្ថែមបើបុណ្យអ្នកស្ដួយស្ដើងហើយត្រូវសាងល្អឲ្យបានច្រើនឡើងវិញពេលណាកម្មអាក្រក់ឲ្យផលអស់ហើយកម្មថ្មីនឹងឲ្យផលវិញម្ដងគប់ចិត្តមិនត្រូវបើគេស្អប់អ្នកទោះបីអ្នកធ្វើល្អប៉ុណ្ណាក៏គេមិនពេញចិត្តនឹងអ្នកដែរដូច្នេះកុំគ្រាន់តែចង់ផ្គាប់ចិត្តគេហើយបំផ្លាញសេចក្តីសុខខ្លួនអ្នកឡើយឬដោយសារតែពាក្យគេថាធ្វើឲ្យអ្នកមួម៉ៅចិត្តឡើយបើអ្នកចង់ធ្វើតម្រូវចិត្តមនុស្សគ្រប់គ្នាអ្នកពិតជាហត់រហូតដល់ថ្ងៃស្លាប់បើអ្នកជឿជាក់ថាការងារអ្នកជារឿងល្អជារឿងមានប្រយោជន៍ប្រឹងធ្វើទៅទោះបីមានអ្នកខ្លះមកបន្តិចបង្អាក់អ្នកក៏ដោយក៏កុំស្ទាក់ស្ទើរអីប្រឹងដើរទៅមុខទៀតដើរឲ្យដល់ទិសដៅដែលអ្នកពងទុកហើយប្រាប់គេថាអ្នកពិតជាអាចធ្វើបានជីវិតអ្នកជាជីវិតអ្នកមាត់គេជាមាត់គេកុំបណ្ដោយឲ្យពាក្យគេថាបំផ្លាញកិច្ចការអ្នកឡើយមិនមែនមិនឲ្យស្ដាប់គេទេស្ដាប់ចុះហើយពិចារណាផងបើវាជួយអ្នកឲ្យបានចម្រើនទៅមុខទទួលយកទៅតែបើគ្រាន់តែជាពាក្យបន្តិចបង្អាក់ទេបោះចោលទៅកុំយកទុកក្នុងចិត្តអីហើយអ្នកត្រូវតែហ៊ានទទួលខុសត្រូវចំពោះជំរឿសរបស់អ្នកកុំទម្លាប់បន្ទោសគេបន្ទោសឯងអីរៀនធ្វើជាមនុស្សរឹងប៉ឹងជាមនុស្សចេះទទួលខុសត្រូវលើជីវិតខ្លួនឯងពន្លត់ភ្លើងកំហឹងបានដុតបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកដំបូងគេមុននឹងរាលដាលដល់អ្នកដទៃខឹងកាន់តែច្រើនទុក្ខកាន់តែខ្លាំងហើយបើពូកែគុំទៀតក្តៅកាន់តែងុំយូរទៅចិត្តអ្នកនឹងคล้ายជាភ្នំភ្លើង
ដៅក្រហាយជាប្រចាំទម្លាប់ដល់សេចក្តីស្រឡាញ់ដល់ខ្លួនឯងរឿយថាអហង្សុខិតោហោមិនិតទុក្ខោសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខនិតពាក្យនេះរឿយពេលមុនចូលគេងពេលក្រោកពីគេងឬពេលណាមានពេលទំនេរញញឹមផ្ដល់សេចក្តីស្រឡាញ់ឲ្យខ្លួនឯងហើយរៀនខន្តីរៀនអត់ធន់រៀនអត់ឱនរៀនភ្លេចខ្លះទៅកុំចូលចិត្តស្ពាយភ្លើងយូរពេកក្តៅណាស់ពេលណាខឹងនឹកដល់ពាក្យថាសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខអ្នកនឹងបានត្រជាក់បន្តិចហើយធ្វើយ៉ាងនេះឲ្យបានរឿយចិត្តអ្នកនឹងបានត្រជាក់ច្រើនមិនខានហើយអ្នកអាចផ្សាយសេចក្តីស្រឡាញ់នោះដល់សពសត្វទាំងអស់ថាសូមឲ្យសពសត្វទាំងអស់បានសេចក្តីសុខរួចផុតពីទុក្ខសូមឲ្យសពសត្វទាំងអស់បានសេចក្តីសុខរួចផុតពីទុក្ខមេត្តាជាទឹកអមរិតអាចរំលត់ភ្លើងកំហឹងក្នុងចិត្តអ្នកបានរៀនផ្ដល់សេចក្តីស្រឡាញ់ដល់ខ្លួនអ្នកនិងសពសត្វទាំងអស់ជុំវិញខ្លួនអ្នកបើនិយាយពីសេចក្តីទុក្ខផ្លូវចិត្តវិញជាពុទ្ធជននឹងអ្នកណាក៏មានដែរគ្រាន់តែតិចច្រើនតាមកម្រិតនៃបញ្ញាស្មារតីយល់ដឹងអំពីដំណើរនៃជីវិតនឹងបើបុគ្គលនឹងច្រើនដោយអកុសលមួម៉ៅខឹងជាប់ជំពាក់លោភលន់ច្រើនអានឹងកើតទុកច្រើនហើយពីព្រោះអកុសលហ្នឹងវាជាថ្នាំពឹសវាជាមេរោគវាមករំខានផ្លូវចិត្តឲ្យយើងនឹងញាប់ញ័រឧទាហរណ៍ថាយើងចំណែនយើងកំណាញ់យើងស្អប់យើងគុំអានឹងដូចភ្លើងធូបនោះវាមកអុចវាមកអុចចិត្តយើងឈិតឲ្យយើងក្តៅអ្នកខ្លះរហូតដល់ដេកមិនលក់បក់មិនលហើយហូបបាយមិនឆ្ងាញ់ខ្វល់ខ្វាយដល់អញ្ចឹងវាអត់បានសុខទេការជាប់ជំពាក់ប្រាថ្នាហួសពីសមត្ថភាពហ្នឹងក៏នាំឲ្យកើតទុក្ខដែរឧបមាថាយើងរកបានប៉ុណ្ណឹងសមត្ថភាពយើងផឹងអស់ហើយបាន10000ហ្នឹងប៉ុន្តែវាលោភវាលន់វាកុហកកាហាយប្រៀបធៀបឃើញគេបាន1លានទៅវាដូចអត់លក់បដោយនិយាយអញ្ចឹងមិនមែនថាហាមឃាត់មិនឲ្យប្រឹងទេប្រឹងនៅតែប្រឹងប៉ុន្តែតើមានសន្តោសៈក្នុងធម៌ថាឲ្យចេះពេញចិត្តនឹងសមត្ថភាពដែលខ្លួនអាចរកបានប្រឹងនៅតែប្រឹងប៉ុន្តែខ្ញុំប្រឹងអស់ហើយសមត្ថភាពខ្ញុំប៉ុណ្ណឹងសប្បាយចិត្តនឹងអ្វីដែលខ្លួនរកបានហើយហ្នឹងបានវាស្រាលវាអត់កើតទុក្ខជួនកាលអ្នកខ្លះរកបានហើយនៅតែកើតទុក្ខអញ្ចឹងបើពុទ្ធព្រះអង្គចាត់ទុកថាយើងនៅក្រដដែលឯងបើទោះជារកបានច្រើនពួកយើងវាខ្វល់វាខ្វាយវាពិបាកវាមូវាម៉ៅអញ្ចឹងការដែលចេះបញ្យល់ខ្លួនឯងរកបានច្រើនចាត់ទុកថាបុណ្យយើងច្រើនយើងសប្បាយចិត្តនឹងអ្វីដែលយើងរកបានច្រើននឹងទៅហើយរកបានល្មមអានឹងខ្ញុំប្រឹងអស់សមត្ថភាពហើយអស់ពីសមត្ថភាពខ្ញុំប៉ុណ្ណឹងអញ្ចឹងសប្បាយចិត្តតែបុណ្យខ្ញុំសំពាយខ្ញុំមានប៉ុណ្ណឹងមកបើរកបានតិចអានឹងនៅតែប្រឹងនៅតែតស៊ូអញ្ចឹងដើម្បីជីវភាពប៉ុន្តែត្រូវកំណត់ដឹងថាមនុស្សវាមានវាសនាផ្សេងគ្នា
mình ai tự đi chân này kì chân này bông chân này ôn nè khá cú xa kì xem bông ôn kì xem kì hồ xí bàn miền anh vì on chân kì đi kì đại cái hài chân này kì hồ hương mai hồ hương in chân tới của miền này chân của sao nó vì mọi dương á mình ao dương bàn sóc kê tất cả này dương miền của sao nâng chớn nâng cả tục chớn này chẳng vì tôi là dương chi diêm chấm ra nơi thiết lò nơi con nông chất ụ tì ho tha cả chạy lệ tích chớn cả đôi miền tích chạy tam tích miền chớn chạy tam chớn thực chất mê ta nâng vì đôi chia tức sao mư có ca prum đàm chứa nó ở vì sọ chẳng tất chất lo tinh tí nâng có đôi ca này gì đôi chất mê ta ca chui bị vô ở kê bàn sọc bằng hành plơ ở kê bàn chầm ra ơn thì cái đây là o tam vì cha nó về bài chất khơi kia sọc khơi kia là o từ chất nó miền sầm mát tự thể vô tới mình từ bậc căn chân này cùng cuốn sọp kê ấy thế ở bùm chất luôn ấy nứng ao thật được con ông cổ so là thô thật được con ông sầm mát tự thể thế nực hơi thành nó ngay chỉ vật nó về miền hai về miền phò ấy dừng prang prai bàn pan ná phó về bàn pan năng đài vừa ọt ai dừng vừa sẽ mà hay tá sẽ bằng cùi chọn bàn phò mà hay ta vì ọt bàn này chẳng năng ai miền sầm mát tự thể chưa lừa hai phò năng chẳng vừa ọt cả tục ta mệnh chăng ấy ở đây sầm mát thế ông thua bạn bảo bà nhà sầm đại từ lừa bà nhà nữa ấy đăng thảo ở vây với sách từ miền hai ở vây cả lai mền ọt hai tề nhưng vì miền hai cục quán này rương là ở đấy rương ở khỏi đấy số từ miền hai bảo viên nó bị khỏi vậy nhưng bê chu hưởng là mình chu bê chứ cầm nạp đăng thảo anh nâng chỉ phò bón chỉ phò này cả chỉ bởi vì bờ hướng mình lo cả láng nâng ai cầm nọt đăng mong khăn ạ vịt thóm vậy ta ạ có sao bị bạc khơi hụp mình lo đạp lư sầm lệ mình bị ru cái chê kia vậy đam ấy ôi vậy chẳng tới chỉ ạ có sao bị ba món anh nâng cứ sẽ chặt thó chỉ phò này ba chân mong chẳng vừa ọt được cao túc tu mà nó nâng hướng nâng bê chứ vì bố cầm nọt đăng thà vì miền hai vì miền có sao nào mỗi viên để dương thọt phơ máu viên nó mọi cá tới chia có sao vì ba Paul này bạp nâng Paul này bạp để dương bàn phơ nâng ai chẳng hôi hết có hôi cầm nọt đăng song kha từng lái cao thấy rồi lốt từ vinh kinh vậy hôi chọc lột chân bát ấy bờ nè để miền phải nhá khi mình xây vô biển nước màu cuối cao tục đại của họ cả hai mà khai bị khai đây khi cầm nọt đăng thảo có xó nó cao mà plate vậy chọc bát hay bữa nay nè để khoa phải nhà nó trơn tại cao tục đòi xa rương mình lo để cả làng đòi xa mình dùl chẳng bạp cha ôi Paul phong khoa bà nhá bà cao bạp thầm mây mua mai chôn cùng nôm cung cuốn á nâng chỉ bạp thầm mây vậy chẳng hiện từ lẽ nâng miền bà nhá xóm nơi ca vô đăng bị tầm nào này thòm chiết ọc rùm chật rươi tới nâng ban dương bật thoi thiệt bùl nâng mê ruột nâng hay bật thèm thiệt lọ chỉ có sao là thò nâng rươi thay miền khăn tây miền ấp thôn miền bánh nhà cầm nọt đăng bị tầm nào này song kha cả rồi luật mình bạc can mình huông hai miền có tự tu là thà vì chỉ Paul này bon mình việc thở bắt việc thở bong với cái thay vì chỉ song kha là thó với prai pru chăng với ọt tiếng với ọt toa tê anh vừa đuổi Upama được thấy chữ kiến vừa nơi prey vì che đấy vừa prey vừa rồi luật đấy prey tích về lưng giấy của lịch từ anh
song khá nơi pe miền hạt chạy cục khoản bon miến dương nơi miền chỉ vật trọp dương nơi rô ban đập pe bon vực sao tới rô về bản tích tới pe là bon tới là bò nó cũng với tức hạt long trồng từ ấy dương to là riêng từ tu school thằng năng ấy chỉ vật ứng viên trắng tớp dương ái sầm rùa play chất mình ao cả tục khang bàn hay bây giờ nơi ta mua mau đã cả hai cung cuốn đôi ta chụp chụp bẹ hung hay bậc can thà ấy thở tập ban tam anh chọn nó nó cả tục khang ấy bự bự ấy nó viên mình ái tam chất dương chọn là hồ đê bởi dương khoa nơi bốn nó khoa hai tới vì ọt bà này về tòa miền hai cục còn bàn bàn một tuần này tệ lục chặt tục đôi chít thằng kẹt để nơi chui cà pi chặt mình ao lẹ từ con phơi cụ thằng nã nhưng mình nẹt được sau sẽ tệ mà đây nó chơi tập lịch plan treo chà mua màu chạp stress chạp từ tuổi vô bị sầm đầy rương rà ấy mà tục con chất hay mình nghĩ lên hướng nâng tranh bị chặt với nhé chẳng bàn con thố sẽ tệ nâng xăm bị chế nhẹ bên gì đôi dù sẽ tệ nâng bà nhà đầy cu chỉ ông kẻ đẹp chuyên sẽ đám xâm hẹp rẽ xa chất mình ôi cả túc mình ôi rôn cru đôi xa của sòl bộ ác xóa nó về chăm tầm màu thụ bạp chật đột chật nó ở cả đá hư đối thế chân này khăn cung ọp rồi vừa rồi về đá hư khó cả hai phải bùi bà rõm ấy tầng ổ nâng về chìa ác xóa hơi về máu chăm tà đột chật nó ở cả đá hư vấn đấy mà đấy nó chui thà nô màu có sao cho này màu đăng thà nâng chia sẻ trời mà đấy nâng đăng khăn máu đăng cầm nọc đăng thà ôi chật anh khăn chật anh đà vậy chẳng cầm nọc đăng chấm hãy xăm bị chế nhé bạn đọc bà nhà nó mà chui bị vô thứ mấy ở chật nâng bàn ngày chả âm pi có sao từng ở nâng bởi vậy phía xa xa mánh đối tha bà đánh chánh rư cô chặt vào dương nước với miền sao là bóng phóng sao thuy tè này phong sao là bóng Obama đối chia sẻ tệ chẳng cho sao thuy tè thay tôi chỉ bà nhà ở vì châu không chặt dương toàn Obama tha dương khơi kê là khơi kê bàn chấm rán thì dương ở miền sẽ tệ bà nhà nơi luôn cho này anh vì châu màu chập đờm gì tiệp bật thầu bằng ăn bật thoi thì chẳng tới việc mẹ để vì mình cao thì bắt đầu bây giờ miền sẽ tệ dương cầm nọc đằng ta chết cho này anh cái lại chạp vì chóp chạp bài cho này nâng chóp mình ở vì chụp thế hết miền bà nhà mà bị vô ta thế cùng cho này anh kia anh nâng bon kia kịp không phẳng kia thư lọ bị chuyện na cái chấm mai chấm cái thư tiền ấy chẳng cái ban chấm rong chấm rán dương
គួរតែអនុមោទនាបុណ្យគេវិញអាហ្នឹងបញ្ញាហ្នឹងពយល់ឲ្យយើងបានសុខពយល់ឲ្យយើងកើតបុណ្យចឹងសតិបញ្ញាហ្នឹងវាជួយទប់ស្កាត់អកុសលទាំងអស់ហ្នឹងមិនឲ្យវាវាយលុកផ្លូវចិត្តរបស់យើងឧបមាថាខឹងអ្នកណាក៏មានកំហឹងដែរជាពុទ្ធជនប៉ុន្តែសតិហ្នឹងវាទៅចាប់អូខឹងកើតឡើងអូគុំគេកើតឡើងកំណត់ដឹងស្គាល់ថាមុខគុំមុខខឹងហ្នឹងជាសត្រូវជាភ្លើងឯងមិនមែនជាមិត្តរបស់យើងឯងចាប់ពឹបវាជួនកាលវាកជ្រោលវាទប់អត់ជាប់ប៉ុន្តែឲ្យមានបញ្ញាមកពយល់តាន់ឥឡូវបើខឹងទៅវាក្តៅវាកុហកកាហាយហើយវាធ្វើឲ្យរឿងហ្នឹងកាន់តាធំទៅហើយណាស់មនុស្សហ្នឹងតែអញ្ចឹងតាំងពីដើមមកហើយណាស់រឿងហ្នឹងវាអញ្ចឹងទៅហើយបើក្តៅកុហកកាហាយទៅរឿងហ្នឹងវាកាន់តែធំឡើងទៅវាអត់បានអីជាប្រយោជន៍សម្រាប់ដោះស្រាយហើយអញ្ចឹងតោះដោះស្រាយស្ដីបដៅថានៅតែស្ដីបដៅថាប៉ុន្តែហើយនឹកឃើញថាម៉េចធ្វើម៉េចប្រហែលជាយើងមានផលកម្មអីមិនល្អបានជាជួបរឿងអញ្ចឹងឥឡូវយើងយកវាជាបទពិសោធន៍ទៅហើយដូចថាទៅមុខទៀតទៅមិនតេនតាយមិនដេកកុហកកាហាយយករឿងនឹងមកច្រាមចិត្តខ្លួនឯងទេអាហ្នឹងតួសតិតួបញ្ញាហ្នឹងជាអង្គរៈការពារចិត្តហើយវាផ្សំផ្គុំជាមួយនឹងឧទាហរណ៍មេត្តាមានចិត្តត្រជាក់មិនសូវជាគុំគួនគេមិនសូវជាយករឿងក្តៅក្រហាយមកទុកក្នុងចិត្តទេសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខស្មារតីនឹងឲ្យវានៅខ្លួននឹងវាច្រើនជាងដើរទៅនៅរឿងផ្ទះគេរឿងគេយើងដឹងរឿងប៉ុន្តែមិនប្រឡែងចិត្តនឹងឲ្យទៅនៅផ្ទះគេទៅនៅដឹងរឿងគេគ្រប់តាគ្នាអញ្ចឹងទៅវាคล้ายជាចិត្តនឹង homeless អនាថាទៅពីហើយហ្នឹងយើងកើតទុកហើយអញ្ចឹងទលាប់ហៅចិត្តឲ្យមកនៅខ្លួនឲ្យមកនៅនឹងដេកដើរឈរអង្គុយឲ្យមកនៅនឹងញ៉ាំចុកបុកទៅពីស្លៀកពាក់អីហ្នឹងឲ្យព្រលឹងវានៅខ្លួនណាអេរិយាបថទាំង4ហ្នឹងហើយហ៊ានចម្រើនចិត្តល្អទៅមានសទ្ធាយល់ត្រូវស្ដាប់ធម៌ចម្រើនការយល់ដឹងជាសមាធិខ្សែគប់មិត្តល្អមិត្តត្រូវទៅហើយរីមានឱកាសពេលវេលាចម្រើនសមាធិចិត្តនឹងថឹងពីព្រោះបើយើងគ្រាន់តែយល់ពេលខ្លះអត់អាចទប់ទល់នឹងអកុសលនឹងបានដឹងថាខឹងមិនល្អប៉ុន្តែទប់វាមិនបានដឹងតែចំណែនគេនឹងវាខុសប៉ុន្តែទប់ចិត្តវាមិនបានអញ្ចឹងវាតលមានឱកាសវឹកហាត់បកើនតបការពីខ្លួនគឺការចម្រើនសមាធិការស្ដាប់ធម៌ការត្រេះរិះពិចារណារឿយសមាធិនឹងជួយធ្វើឲ្យដូចថាមូលដ្ឋានតបរបស់យើងរឹងប៉ឹងពេលមានរឿងមកក៏យើងមិនរំភើបញាប់ញ័ររំជើបរំជួលខ្លាំងដែរដោយកម្លាំងសតិបញ្ញាកម្លាំងចិត្តនឹងថឹងដែលមាននៅក្នុងខ្លួនយើងហ្នឹងអាហ្នឹងទើបយើងមិនរវើរវាយមិនសូវរំជើបរំជួលញាប់ញ័រដោយសាររឿងដែលកើតឡើងក្នុងលោកហ្នឹងកំណត់ដឹងថាក្នុងលោកហ្នឹងគឺវាតែអញ្ចឹងវាអត់ដែលក្នុងលោកនោះស្រាប់តែស្ងប់ស្ងាត់លែងមានរឿងអត់ទេគឺថាវាត្រូវតែជួបជាតិណាកំណើតណាពេលណាកើតក្នុងតកូលណាក៏មានរឿងគ្រប់រឿងអញ្ចឹងហ្នឹងហើយកំណត់ដឹងថាវាជារឿងធម្មតាតាអញ្ចឹងយើងអត់សូវកើតទុកខ្លាំងទេដោយសារយើងមានបញ្ញាកំណត់ដឹងថាជីវិតវាមានបញ្ហាដូចជាភ្លើងវាត្រូវតែក្តៅអញ្ចឹងមិនអាចខាត់មិនឲ្យក្តៅបានទេអនុមោទនា
អ្នកខ្លះទៅដូចមានអារម្មណ៍ថារៀងក្រៀមក្រំសោះក៏ក្រោះអត់សុបាយក្នុងចិត្តហ្នឹងវាអត់មានអីធ្វើឲ្យមានកម្លាំងនឹងកោកឈរធ្វើនេះធ្វើនោះហើយរមូលហេតុអត់ឃើញទេដូចជាអស់ធម៌ពលទាំងផ្លូវកាយទាំងផ្លូវចិត្តទៅអានឹងវាអាចតកតងនឹងយើងទទួលសម្ពាធការងារច្រើនពេកទៅហត់នឿយពេកហើយអត់មានពេលសម្រាកខ្លះដែលចឹងវាធ្ងន់ដូចដើមឈើដែលអត់បានស្រោចទឹកយូរវាក្រៀមទៅវាមិនងាយស្រស់ឡើងវិញទេឬក៏ក្នុងគ្រួសារនឹងមានវិបត្តិហើយដដែលទៅធ្វើឲ្យចិត្តយើងដូចជ្រុញហ្នឹងក្បិតហ្នឹងកាប់ច្រាមរហូតទៅវាស្នាមរហូតទៅក្រៀមឬក៏នឹងសំចិត្តអន់ចិត្តតូចចិត្តខឹងទាស់ចិត្តច្រើនយូរទៅវាមកជង្រុកចិត្តហ្នឹងសិតតាភាពសៅមងភាពក្រៀមក្រំភាពតូចចិត្តគិតថាគេមិនយកចិត្តទុកដាក់គិតថាគេមិនស្រឡាញ់គ្មានអ្នកយល់ចិត្តអីចឹងសាអាចិត្តហ្នឹងវាសំភ្លើងសំភាពកុហកកាហាយក្នុងចិត្តយូរវាអូតូម៉ាទិកគឺវាក្រៀមអញ្ចឹងមកអញ្ចឹងតើយើងអាចដូររបៀបគិតមកឧទាហរណ៍ថាធម្មតាជីវិតទៅជួបបញ្ហាដោះស្រាយហើយដោះហើយទៅកុំស្ពាយសំពីងសំពងកុំនៅដេកខ្វល់ដេកខ្វាយអារឿងដែលហួសហើយអញ្ចឹងក្តៅក្រហាយខាយក្នុងធម៌លោកហៅកុកបច្ចៈក្តៅក្រហាយចំពោះរឿងដែលកន្លងផុតទៅហ្នឹងហើយតើដូចថាមានពេលសម្រាកខ្លះដើម្បីរក្សាកម្លាំងផ្លូវកាយនេះក្នុងការធ្វើកិច្ចការងារឲ្យបានវែងឆ្ងាយមិនមែនបានន័យថាមិនធ្វើអីដែរលេងទេមែនទេម៉ាស៊ីនបើវាក៏តែមានពេលលុតដើម្បីកុំឲ្យវាក្តៅពេកដែរខួរក្បាលរាងកាយហ្នឹងក៏អញ្ចឹងដូចគ្នានៅក្នុងធម៌លោកឲ្យប្រើអិរិយាបថឲ្យស្មើគ្នាដេកដើរឈរអង្គុយហ្នឹងហើយបរិយាកាសជុំវិញខ្លួនក៏វាមានឥទ្ធិពលលើផ្លូវចិត្តយើងដែរឧទាហរណ៍ថាកន្លែងក្លុករស់នៅបើវាស្មុកវាស្មាញវាផ្សែងវាពុលវាហុយអានឹងក៏ធ្វើឲ្យមួម៉ៅស្មុកស្មាញដែរអញ្ចឹងតើកន្លែងស្រឡះបើកអួចបើកទ្វារដើម្បីយកខ្យល់អាកាសហើយដើរហើរហាត់ប្រាណអីចឹងទៅដូរបរិយាកាសរស់នៅហ្នឹងទើបអាចធ្វើឲ្យរាងកាយរបស់យើងនឹងរឹងប៉ឹងហើយបន្ទាប់តែយើងសួរខ្លួនឯងថាថ្ងៃហ្នឹងយើងបានធ្វើអីដែលធ្វើយើងសប្បាយចិត្តវាជាផលប្រយោជន៍មិនមែនថាតែមាសតែប្រាក់នេះយើងគិតថាថ្ងៃហ្នឹងយើងបានធ្វើអីជាកិច្ចការងារដែលសំខាន់សម្រាប់ខ្លួនយើងឬក៏សម្រាប់អ្នកនៅជុំវិញខ្លួនយើងឬក៏ជួយកិច្ចការងាររបស់ឪពុកម្ដាយរបស់សហគមន៍ភាពរីករាយក្នុងអំពើល្អតិចហ្នឹងដូចទឹកប្រោះព្រំផ្កាអញ្ចឹងឲ្យវាស្រស់អំពើល្អការរីករាយក្នុងសកម្មភាពតិចហ្នឹងដូចជាទឹកដែលមកប្រោះចិត្តហ្នឹងឲ្យវាស្រស់អញ្ចឹងហើយវាតលមានពេលស្រោចចិត្តហ្នឹងដោយកម្លាំងនៃធម៌ដោយការរំលឹកគុណមេត្តាបិតារំលឹកគុណព្រះរតនត្រ័យធ្វើសមាធិស្ងប់ចិត្តទៅ
វាចិត្តហ្នឹងវារកកន្លែងស្ងប់ឃើញវារកកន្លែងសុខឃើញណាឲ្យវាមកជ្រោកនៅក្នុងអារម្មណ៍ដែលធ្វើឲ្យកើតចិត្តជ្រះថ្លាចិត្តរីករាយក្នុងបុណ្យហ្នឹងឧទាហរណ៍ជាផ្កាមកបូជាព្រះទិញខោអាវឲ្យក្មេងៗសភៅប៊ិចឲ្យក្មេងៗរៀនសូត្រទៅជួយចាស់ឬក៏មានកិច្ចការធុរៈអីជួយមិត្តភ័ក្តិអាហ្នឹងអាទិញចឹងវាដូរពីអាក្រៀមក្រំត្រឡប់មកទៅជាភាពស្រស់ស្រាយវិញហើយរៀនចម្រើនការយល់ដឹងក្នុងធម៌លោកថាមានបញ្ញាឃើញសភាពនៃចិត្តនឹងវាប្រែប្រួលហើយមិនប្រកាន់ចង់ឲ្យតែចេះទៅហើយមួម៉ៅមិនបានមិនអញ្ចឹងឯអត់ទេអូចិត្តហ្នឹងវាឡើងវាចុះអញ្ចឹងហ្នឹងឯងឥឡូវមើលឃើញដំណើរចិត្តឡើងចុះអញ្ចឹងបើវាស្ថិតនៅក្នុងអារម្មណ៍នាំឲ្យក្តៅក្រហល់កាហាយខឹងចំណែនស្អប់រឿងនឹងអ្នកនឹងទេយើងរៀនដូរមកគិតថាតែគេមានកន្លែងគេល្អខ្លះដែរឬក៏ដូរពីជជែកពីបុគ្គលហ្នឹងមកជជែកពីបុគ្គលដែលនាំឲ្យចិត្តយើងស្រស់វិញទៅដូរប្រធានបទបើនៅក្នុងធម៌ដូចថាយើងដូរអារម្មណ៍ចឹងយើងសំឡើងវិញទើបចិត្តហ្នឹងវាស្រស់មានពេលឱកាសមកវត្តមកវាថ្វាយផ្កានមស្ការសមាធិជួបជុំមិត្តភ័ក្តិហ្នឹងក៏មិត្តភ័ក្តិជាកល្យាណមិត្តអានសភៅធម៌ស្ដាប់ធម៌រឿយទៅហើយធ្វើកិច្ចការងារណាដែលយើងគិតថាយើងធ្វើហើយវាសប្បាយចិត្តធ្វើអំពើក្នុងកុសលណារឿយទីទៅអាហ្នឹងដូចយើងប្រោះឬក៏ស្រោចដើមឈើដែលវាក្រៀមស្វិតហ្នឹងត្រូវការចំណាយពេលយូរតម្រាំទៅវាស្រស់ឡើងវិញយ៉ាងណាកុសលធម៌ទឹកចិត្តស្រស់ស្រាយក្នុងអំពើល្អចិត្តដែលតម្កល់នៅត្រូវដោយសតិបញ្ញាស្មារតីហ្នឹងវានាំចិត្តហ្នឹងឲ្យស្រស់ឡើងវិញចិត្តលហុតាវាដូចថាវាស្រាលឡើងវិញទៅខ្ញុំខំធ្វើល្អហេតុអ្វីខ្ញុំនៅតែមានទុក្ខច្រើនអ្នកខ្លះមានសមានចិត្តល្អមានចិត្តសប្បុរសអាណិតអាសូរជួយអ្នកដទៃច្រើនតែបែរជាមិនសូវបានសមប្រកបជួបរឿងទុក្ខសោកមិនចេះចប់មិនចេះហើយពេលខ្លះជួយគេហើយបែរជាគេរមិលគុណនិយាយអាក្រក់រហូតដល់ធ្វើទុក្ខបុកម្នេញមកវិញក៏សឹងមានអំពើល្អដែលអ្នកបានសាងហើយនៅតែជាអំពើល្អដដែលមិនប្រែទៅជាអាក្រក់ទេគ្រាន់តែវាមិនទាន់មានពេលឲ្យផលប៉ុណ្ណោះចំណែករឿងមិនល្អរឿងអកុសលដែលអ្នកបានជួបវាជាផលនៃកម្មចាស់ដល់ពេលត្រូវឲ្យផលគួរស្វែងយល់ផងដែរថាបុណ្យកុសលមានច្រើនលំដាប់ហើយបុណ្យទាំងនោះជួយអ្នកឲ្យបានស្រាលពីទុក្ខតាមលំដាប់ដែរកុសលថ្នាក់ទានលះចិត្តកំណាញ់លះចិត្តជាប់ជំពាក់កុសលថ្នាក់ទាននោះជួយអ្នកឲ្យមានគេស្រឡាញ់រាប់អានច្រើនមានកិត្តិយសកេរ្តិ៍ឈ្មោះល្អ
និងជាឧបនិស្ស័យនៃការរកទទួលទានមានបានតែកុសលថ្នាក់ទាននោះមិនអាចជួយអ្នកឲ្យរួចផុតពីសេចក្តីទុក្ខផ្លូវចិត្តបានទេកុសលមួយទៀតដែលជួយអ្នកឲ្យរួចពីពាវេរាទៅថ្ងៃមុខគឺការរក្សាសិលបានដល់ការមិនបៀតបៀនមិនធ្វើឲ្យអ្នកដទៃក្តៅក្រហាយអ្នកជាមនុស្សមិនមានពៀទៅណាមកណាមិនសូវព្រួយបារម្ភក្នុងចិត្តព្រោះមិនបានធ្វើខុសហើយមិនសូវមានអ្នកមកបៀតបៀនអ្នកទេជៀសវាងតែអ្នកមានបាបកម្មពីអតីតជាតិមកកុសលថ្នាក់សិលជួយអ្នកឲ្យរួចផុតពីពាវេរាទៅថ្ងៃមុខតែវានៅតែមិនអាចជួយអ្នកឲ្យរួចផុតពីសេចក្តីទុក្ខផ្លូវចិត្តបានទាំងស្រុងឡើយកុសលថ្នាក់ខ្ពស់ដែលអាចជួយអ្នកបានច្រើនក្នុងការសម្រាលសេចក្តីទុក្ខពីផ្លូវចិត្តគឺកុសលថ្នាក់ភាវនាដែលមានន័យថាការចម្រើនសមាធិការចម្រើនបញ្ញាដែលជួយអ្នកឲ្យមានចិត្តនឹងថឹងមិនសូវញាប់ញ័រនឹងរឿងរ៉ាវទាំងឡាយសមាធិសំដៅលើការវឹកហាត់ចិត្តឲ្យស្ថិតនៅក្នុងអារម្មណ៍តែមួយដែលនាំឲ្យចិត្តបានស្ងប់រងាប់បានត្រជាក់មិនសូវរវើរវាយមិនសូវច្របូកច្របល់ជួយអ្នកឲ្យបានសេចក្តីសុខតាមផ្លូវចិត្តច្រើនចំណែកឯការចម្រើនបញ្ញាសំដៅលើការស្វែងយល់អំពីដំណើរកើតរលត់នៃសង្ខាររៀនលះបង់ការប្រកាន់ចំពោះរឿងរ៉ាវការទាស់ចិត្តនិងការជាប់ចិត្តចំពោះបញ្ហាទាំងឡាយពេលអ្នកបានលះបង់នៅសេចក្តីប្រកាន់នោះពីក្នុងចិត្តរឿងរ៉ាវទាំងឡាយកើតឡើងក៏កំណត់ដឹងថាជាដំណើរនៃធម្មជាតិពេលមានហេតុក៏កើតឡើងពេលអស់ហេតុក៏រលត់ទៅឧបមាដូចជាភ្លើងចង្កៀងពេលនៅប្រេងក៏នៅសល់ភ្លើងពេលអស់ប្រេងអស់បញ្ឆេះភ្លើងក៏រលត់ទៅអ្នកកំណត់ដឹងនៅដំណើរនៃសង្ខារយ៉ាងនេះកាត់បន្ថយនៅសេចក្តីប្រកាន់សេចក្តីទុក្ខក៏ធូរស្បើយពីចិត្តអ្នក បើនិយាយពីទួនាទីរបស់ចិត្តគឺវាគិតហើយវារត់ទៅរកអារម្មណ៍ប៉ុន្តែបើយើងបដោយឲ្យវារត់ផ្ដេសផ្ដាស់ចិត្តរបស់យើងវាមានបញ្ហាអញ្ចឹងដែលយើងរវើរវាយច្រើនហ្នឹងដោយសារយើងមិនដែលហាត់ពុតលួតដំកុំឲ្យវាចេះតែដើរទៅគិតរឿងនេះតិចរឿងនោះតិចរឿងអ្នកនេះនិយាយអក្រក់បន្តិចរឿងអ្នកនេះចេះអ្នកនោះចោះដែលយើងបដោយវាទៅច្រើនពេកអានឹងឧបមាដូចជាយើងបដោយឲ្យកូនដើរលេងជ្រុលហើយយើងហៅវាឲ្យមកផ្ទះវាមិនងាយចង់មកដោយសារវាដើរទៅវាសប្បាយយ៉ាងណាចិត្តរបស់យើងអញ្ចឹងដែរវាតើតែយើងទម្លាប់ឧទាហរណ៍ថាបើវាគិតរឿងផ្ដេសផ្ដាស់នេះចេះនោះចុះវានាំឲ្យក្តៅកាហាយចិត្តទៅមានស្មារតីកំណត់ដឹងថាអូអាត្មាអញទៅគិតរឿងខាងក្រៅហើយចិត្តរបស់អញទៅនៅផ្ទះគេហើយคล้ายជាចិត្តអនាថា
ចេញពីមួយចូលមួយចេញពីមួយចូលមួយវារវាយច្រើនហើយអញ្ចឹងស្មារតីកំណត់ដឹងចាប់បានដូចប៉ូលីសអញ្ចឹងហើយទាញវាត្រឡប់មកវិញមកនៅនឹងកាយនេះបើនៅក្នុងសតិប្បដ្ឋានសូត្រឲ្យកំណត់ដឹងពីអរិយាបថដែលខ្លួនឯងកំពុងដេកដើរឈរអង្គុយនិយាយស្ដីហូបចុកបុកទាពីអីហ្នឹងឲ្យស្មារតីមកនៅនឹងខ្លួនហ្នឹងឲ្យបានច្រើនជាងរត់ទៅនៅផ្ទះគេរឿងអ្នកដតីមើល Facebook មើល new feed ចូល group នេះចូល group នោះច្រើនពេកអាហ្នឹងអាចធ្វើឲ្យចិត្តរវើរវាយហើយអញ្ចឹងការកំណត់ពេលវេលាសម្រាប់ទទួលយកនៅអារម្មណ៍ខាងក្រៅហ្នឹងសំខាន់ណាស់កុំឲ្យជ្រុលមើលក៏កុំឲ្យមើលជ្រុលចូល group ទីងតឹងហ្នឹងក៏កុំឲ្យហួសហេតុពេកgroup ណាអត់បានការអត់ប្រយោជន៍ leave ចោលទៅ mute ចោលទៅទុកទៅ group ដែលសំខាន់សម្រាប់ជីវិតរបស់យើងគ្រួសារការងារអីចឹងទៅហើយតើយកចិត្តហ្នឹងមកនៅនឹងអារម្មណ៍នាំឲ្យជ្រះថ្លាសប្បាយឧទាហរណ៍ថានឹកដល់គុណពុកម៉ែនឹកដល់គុណប្រតនត្រ័យនឹកដល់អំពើល្អដែលខ្លួនបានធ្វើហើយនឹកដល់អារម្មណ៍ដែលធ្វើឲ្យចិត្តរបស់យើងនឹងវាស្រស់ណាវាអត់សូវក្តៅក្រហល់កាហាយនឹកដល់ធម៌ទៅអាចអានសៀវភៅធម៌អប់រំចិត្តស្ដាប់ការអប់រំទូមានស្ដាប់ការបង្ហាត់បង្រៀនបង្កើនចំណេះដឹងបើខ្សែគប់ជាមួយនឹងអ្នកដែលមានសន្តានចិត្តល្អ accept friend អីក៏ប្រយ័ត្នប្រយែងកុំសូវចេះកុំសូវជួយចិត្តមើលរឿងក្តៅក្រហល់កាហាយគេជេរបចោគ្នាអីអញ្ចេះអញ្ចោះអេចអូចហួសហេតុពេកនិយាយអញ្ចឹងមិនមែនបានន័យថាហាមមិនឲ្យមើលទេប៉ុន្តែប្រយ័ត្នប្រយែងពីព្រោះអារម្មណ៍នឹងឯងវាមកតាក់ចិត្តរបស់យើងឲ្យរត់ទៅហើយបើយើងបដោយចិត្តច្រើនទៅកើតទុកហើយធានាអញ្ចឹងហ្មងអញ្ចឹងបានតលរៀនទាញចិត្តមកវិញអារម្មណ៍នឹងដូចអាហារអញ្ចឹងបើយើងហូបផ្ដេសផ្ដាស់ទៅកាយរបស់យើងឈឺហើយអាហារមានជាតិគីមីហូបច្រើនពេកហើយហូបហើយអត់ធ្វើចលនាអីអញ្ចឹងទៅឈឺយ៉ាងណាចិត្តរបស់យើងនឹងតែហូបតែគិតរឿងផ្ដេសផ្ដាស់តិចឈឺចិត្តហើយអញ្ចឹងវាតតែយើងរៀនរើសយកអារម្មណ៍ដែលធ្វើឲ្យចិត្តរបស់យើងសប្បាយរីករាយជ្រះថ្លាឧទាហរណ៍ខ្សែគប់ជាមួយនឹងកល្យាណមិត្តឧទាហរណ៍ថាស្ដាប់ធម៌ពិចារណាធម៌នឹកដល់សេចក្តីល្អគុណធម៌របស់យើងក្តីត្រេកអរនឹងសេចក្តីល្អរបស់អ្នកដទៃឃើញគេមានឃើញគេបានឃើញគេល្អអញ្ចឹងក៏ជ្រះថ្លាទៅហើយពិចារណានៅក្នុងសង្ខារមិនទៀងទាត់ប្រែប្រួលមិនថិតថេរមិនអាចបង្គាប់បញ្ជាបាននឹកឃើញថាជីវិតនឹងគឺអញ្ចឹងមានធម៌នៅក្នុងខ្លួនមានបញ្ញានៅក្នុងខ្លួនធ្វើឲ្យចិត្តនឹងមិនទន់ជ្រាយមិនចាញ់ច្រាបរឿងទេហើយមានពេលអប់រំសមាធិចម្រើនភាពស្ងប់ស្ងាត់នៅក្នុងចិត្តទៅទាញចិត្តទាញអារម្មណ៍នឹងឲ្យវាមកនៅខ្លួនហ្នឹងខ្មែរយើងជួយចិត្តប្រើថាអារម្មណ៍ទាញចិត្តឲ្យមកនៅនឹងខ្លួនឲ្យវាតោងយកអារម្មណ៍ដែលនាំឲ្យចិត្តជ្រះថ្លានឹងយើងមិនសូវរវើរវាយច្រើនហើយយើងបានសេចក្តីស្ងប់ច្រើនមានញាតិញោមមួយចំនួនទៅដែលគាត់ជួបរឿងអកុសលមិនសមប្រកបក្នុងជីវិតនឹងគាត់ត្អូញត្អែវាដូចថាមិនល្អដូចគេមិនគោកំសត់ម៉ែជីវិតខ្ញុំអភ័ព្វអីចឹងទៅដូចទៅតាំងពីគ្រួសារពុកម្ដាយ
đây buồn một là bò ấy chẳng vì để tập tuôn cái này nâng dương tiêm tị ở đôi kê bà này bị phù xâm bì cam xâm bì bon bà dương nâng xem cái này và nơi con nông thó lúc xâm đây là bên nhà nà bàn thử bon bị khmến đó cả màu chiết nâng xua bị khmến màu bên bờ bàn thử bon bị khmến thì cả máu bạ bần lục đàm lục chôm hot nơi chẳng tên á nâng mình bàn thử bon bị khmến bên này khác bàn một thử bon bê vây cả đà chẳng bê vậy miền của sao đây buồn hồ si tới có thu từ nó bàn thử bon bê vậy cái đà bên này khác bắt thom vậy cùng bàn phớ vậy cái đà cùng bàn phớ từ bàn phớ bê trà chẳng to là hot nơi bộ chặt hai bàn miền côi miền trà nó chầm mình tới chun lùi chun cả luôn ấy chư bà đây nó thử bon dư ở bề bàn phò mà vĩnh của dư đây chân chỉ vật dương nè nâng về rong ở tỉ pul pi cam cha phó hơi cam thmây nè phong cà phẳng phèn cà chỉ dương cà sạch cục thử về bài chụp bòn nâng có chui ở chỉ vật dương ai plap đồ chủ việt na đại bây dương cùi tệ đây bật tô dương cùi tệ tôi chặt ăn chặt nâng hưởng để cả lãng nông chỉ vật nâng cầm thầm mấy vì ọt lọ mua mai tổ chất nó là nó cầm thầm mấy ấy vì ọt bàn chui ơi hướng nó lọ bờ sai về thua ơi hướng nó canh tại khai nghịch tự chẳng bằng được không thoát lúc vậy bị buộc cô khác màu nghịch tự bình phừ cả màu cây cỏ bạ bánh bên là phẳng phèn hiện sốt miền chấm nét trẻ đắng miền bày nhá ai thưa ai chỉ vật nângภาษาโดยตรอบพ้องภาษาโดยยูพ้องภาษาโดยทอพ้องเมียนเมตาการณาเมียนกุลทอขนมคลุ้นชีวิตนั่งจูบหึงไอ้โกมมันการตกคลางได้วันนั้นเนี่ยครับเมาเงงึดเตอวิ่งเงงึดเมาขอบะบันหายก็แต่ปีท็อกซิกก็แต่ปีปบ้าก็แต่ปีเปรียบเทียบมัวมาอันจัดตัวจัดอันนั้นvừa người nghịch tầng máu người nghịch tầng tờ rồi chứ dương mình ai cùi chê đây mạch bàn chăng bàn này dương miền tại chua phải dương đó sẽ dương thưa tầm nào từ một tiết hơi hưởng na hù hói có tục cháu tới cùng sơ mình lược mau chê chỗ việc đã gọi cả hai á ấy dương lược chỉ mê riêng chỉ ấy ban và nó cũng nói spie nơi từ ruộng nơi con nông ở tây tất cả với ở bàn ấy từ lọp một vậy nhỉ chúng tôi là dừng hiện từ tu score cặp vớiជីវិតយើងមិនអាចដូចជីវិតគេទេសំពីបនយើងមិនដូចសំពីបនគេទេយើងជួបរឿងយើងគេជួបរឿងគេជីវិតនៅលើផែនដីនេះសំពីផ្សេងគ្នាជួបរឿងផ្សេងគ្នាគេមានទុកដោយគេយើងមានទុកដោយយើងជួបយើងប្រឈមមុខយើងដោះស្រាយគេជួយបានតិចតួចមិនថាពឹងមិនបានសោះតែប៉ុន្តែយើងត្រូវតារឹងប៉ឹងប្រឈមមុខនឹងរឿងដែលយើងត្រូវដោះស្រាយហើយទៅមុខទៀតហ៊ានទទួលស្គាល់ការពិតហ៊ានកំណត់ដឹងថាជីវិតនឹងវាអញ្ចឹងហ្នឹងតលយើងទទួលស្គាល់ថាថ្ងៃវាក្តៅភ្លើងវាលាកអញ្ចឹងយើងមិនអាចអង្គុយថាបន់ឲ្យភ្លើងតិចមកអត់បានទេជីវិតកើតមកគឺត្រូវមានរឿងមានបញ្ហាមានទុក្ខអញ្ចឹងហ្មងប៉ុន្តែស្អីដែលនាំឲ្យយើងមិនសូវមានទុក្ខគឺការមិនប្រកាន់មិនប្រកបជាថារឿងត្រូវតែតាមអញចង់ចេះដល់ពេលវាមិនបានវាកើតទុក្ខស្អីប្រកាន់ការហួងហែងហ្នឹងអញ្ចឹងតើរៀនទទួលស្គាល់ការពិតរៀនដោះស្រាយហើយរៀនកំណត់ដឹងថាស្អីហ្នឹងវាមានហេតុគ្រប់គ្រាន់ទើបវាកើតទៅជារឿងអញ្ចឹងយើងផឹងដោះស្រាយបានប៉ុណ្ណាយើងខាក់ខ្ញុំផឹងអស់លទ្ធភាពខ្ញុំប៉ុណ្ណឹងហើយឥឡូវទៅតាមហ្នឹងធ្វើម៉េចរឿងហ្នឹងយើងដោះស្រាយបានអាហ្នឹងយើងពេញចិត្តថាខ្ញុំផឹងដោះស្រាយហើយបើយើងរឿងហ្នឹងយើងផឹងហើយវាដោះស្រាយមិនបានឥឡូវយើងកើតទុកមិនបើយើងផឹងអស់ប៉ុណ្ណឹងហើយយើងដោះស្រាយមិនបានអាហ្នឹង
ធម្មជាតិកម្មជាអ្នកចាត់ចែងសត្វលោកចឹងតើយើងហ៊ានដោះសេចក្តីទុក្ខពីចិត្តហ្នឹងទើបយើងមិនសូវកើតទុក្ខខ្លាំងដោយសារជីវិតរបស់យើងវាមិនទៀងអញ្ចឹងពេលខ្លះយើងត្រូវបាត់បង់ញាតិមិត្តបងប្អូនជាទីស្រឡាញ់ហ្នឹងដោយមិនបានព្រៀងទុកមុនហើយពេលខ្លះយើងទទួលយកអត់បានវាលឿនពេកយើងអត់ទាន់បានមើលថែគាត់ត្រឹមត្រូវអីចឹងទៅប៉ណ្ណឹងសង្ខារហ្នឹងវាមិនតាមការចង់បានរបស់យើងពេលណាវាអស់ហេតុបច្ច័យក៏ត្រូវរលត់ដូចជាគៀងវាអស់ប្រេងក៏រលត់ទៅយ៉ាងណាជីវិតរបស់យើងនឹងពេលណាកម្មវាអស់ទៅជីវិតនឹងក៏រលត់ទៅដែរអញ្ចឹងបានជានៅក្នុងធម៌បើយើងត្រូវព្រាត់ប្រាសបែកបាក់គ្នាអញ្ចឹងបើយើងយំសោកទៅជាបទជនវានៅការយំសោកហ្នឹងយើងខាត់បានទេប៉ុន្តែព្រះអង្គឲ្យយើងធ្វើសកម្មភាពល្អបុណ្យកុសលជំនួសវិញឧទាហរណ៍ថានិមន្តព្រះសង្ឃទទួលចង្ហាន់ឲ្យវាច្រើនថ្ងៃទៅដល់ពីថ្ងៃស្លាប់រហូតដល់7ថ្ងៃទៅហើយដល់ទៅមុខទៀតទៅក៏ធ្វើជារៀងរាល់ពេលតាមដែលយើងអាចធ្វើទៅបានហើយអញ្ចឹងនៅពេលដែលយើងនឹកគាត់យើងបានដូចថាកក់ក្ដៅក្នុងចិត្តថាយើងបានធ្វើកិច្ចនឹងជូនគាត់ហើយអញ្ចឹងជំនួសដោយការយំសោកសោកសង្រេងហ្នឹងទៅជាកិច្ចបុណ្យកុសលយើងក៏ដូចថាសប្បាយចិត្តខ្លួនយើងហើយយើងតាំងចិត្តឧទ្ទិសបុណ្យកុសលហ្នឹងជូនដល់អ្នកដែលស្លាប់ទៅអញ្ចឹងវាបានទាំងសងខាងប៉ុន្តែយើងមិនងាយថានឹងទៅហាមឃាត់ចិត្តថាមិនឲ្យយំអីហ្នឹងជាបុគ្គលជនវានៅមានទោសៈទាស់នឹងអារម្មណ៍ហ្នឹងមិនចង់ឲ្យអញ្ចឹងប៉ុន្តែតើយើងមានសតិបញ្ញាស្មារតីហ្នឹងពន្យល់ខ្លួនឯងប្រាប់ថានឹងសង្ខារវាត្រូវដល់ពេលរលត់ទៅឧបមាដូចជាស្លឹកឈើទុំក៏ត្រូវជ្រុះទៅថ្ងៃពេលល្ងាចក៏លិចទៅមិនអាចហាមឃាត់បានទេហើយសត្វលោកនឹងប្រព្រឹត្តទៅតាមកម្លាំងកម្មរបស់ខ្លួនកម្មមុណាវត្តតិលោកោសត្វលោកប្រព្រឹត្តទៅតាមកម្មរបស់ខ្លួនអញ្ចឹងកិច្ចដែលយើងអាចធ្វើបានមានតែយើងធ្វើតក្ខិណានុបទាននឹងឯងហើយក្នុងកលៈទេសៈនៃកូវីដនេះពេលខ្លះកូនចៅក៏ជាប់ក្នុងចតារិស័កមិនបានធ្វើកិច្ចជូនអ្នកមានគុណឲ្យបានត្រឹមត្រូវប៉ុន្តែយើងអាចនឹងឲ្យញាតិមិត្តណាដែលមិនជាប់ជំពាក់នឹងការចតារិស័កហ្នឹងធ្វើកិច្ចឧទ្ទិសជូនទៅប្រហែលថ្ងៃប្រហែលពេលចឹងទៅហើយដល់ពេលយើងរួចមកចាំយើងធ្វើបុណ្យកុសលហ្នឹងឲ្យពេញដៃពេញជើងហើយយើងក៏មិនអាចអង្គុយបន្ទោសខ្លួនឯងថាបើអញ្ចេះទៅមានអីបើអញ្ចោះទៅមានអីអាហ្នឹងយើងបន្ទោសទៅវាអត់បានអីទេពីព្រោះសង្ខារហ្នឹងវាអត់អាចស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់យើងទេដែលលោកហៅថាជាអនត្តាហ្នឹងអញ្ចឹងយើងរក្សាសុខភាពខ្លួនឯងរក្សាចិត្តខ្លួនឯងហើយយើងព្យាយាមធ្វើអំពើល្អដើម្បីបានជាប្រយោជន៍ដល់គាត់
អានឹងតាមក្នុងពុទ្ធសាសនាហ្នឹងគឺត្រូវធ្វើតក្កិណានុពទានហ្នឹងរឿយមិនចាំបាច់ថាតល7ថ្ងៃមិន100ថ្ងៃអីទេអានឹងយើងធ្វើតាមពេលវេលាហ្នឹងក៏ធ្វើទៅប៉ុន្តែកលៈទេសៈណាដែលយើងនឹករលឹកដល់គាត់យើងធ្វើឧទ្ទិសជូនគាត់ទៅមួយយើងអស់ចិត្តខ្លួនយើងពេលយើងនឹកគាត់យើងគិតថាយើងបានធ្វើអីជូនគាត់ហើយពីរបើក្នុងធម៌កម្លាំងនៃតក្កិណានុពទានកម្លាំងនៃការឧទ្ទិសហ្នឹងបើគាត់ដឹងគាត់មកទទួលត្រេកអរកម្លាំងបុណ្យហ្នឹងអាចរួចផុតពីទុក្ខទោសអាហ្នឹងជាសមត្ថភាពផ្ទាល់ខ្លួនរបស់គាត់បើគាត់ធ្លាប់ចេះត្រេកអរនឹងបុណ្យកុសលឃើញគេធ្វើល្អសប្បាយចិត្តជាមួយអញ្ចឹងទៅអញ្ចឹងឃើញដូចថាដឹងថាញាតិមិត្តកូនចៅធ្វើឧទ្ទិសជូនទៅគាត់ត្រេកអរនឹងបុណ្យហ្នឹងក៏ទទួលអនុមោទនាបានសេចក្តីសុខដោយសារកម្លាំងបុណ្យនៃអនុមោទនាហ្នឹងឯងអញ្ចឹងជាសរុបទៅគឺសង្ខារហ្នឹងវាមិនទៀងវាអាចផ្លាស់ប្ដូរប្រែប្រួលទៅក្នុងពេលណាមួយយើងមិនអាចកំណត់បានអញ្ចឹងជាសារមួយដាស់តឿនស្មារតីរបស់យើងកុំឲ្យមានសេចក្តីប្រមាទផឹងធ្វើល្អអ្វីដែលយើងអាចធ្វើល្អឲ្យហើយបើឧទាហរណ៍ថាត្រូវបែកបាក់ប្រត់ប្រាស់ញាតិទីស្រឡាញ់អាហ្នឹងក៏ហ៊ានបញ្យល់ខ្លួនឯងថាការយប់សោកនឹងមិនបានជាប្រយោជន៍សម្រាប់ខ្លួនយើងផងមិនបានជាប្រយោជន៍សម្រាប់អ្នកដែលស្លាប់ទៅផងហ្នឹងនៅក្នុងធម៌ហ្នឹងសម្ដែងពុទ្ធព្រះអង្គសម្ដែងអញ្ចឹងមកអញ្ចឹងយើងរៀនកាត់បន្ថយមកយើងជាពុទ្ធជនមិនអាចលះបង់អីបានទាំងស្រុងគាត់ថាពយល់ថាហ្នឹងឥឡូវជាគៀងអស់ប្រេងវាត្រូវរលត់ហើយអញ្ចឹងឥឡូវយើងមានតែធ្វើបុណ្យកុសលជាតក្កិណានុពទានជាមួយនឹងអ្នកមានសិលមិនថាតែប្រសងជាអ្នកណាដែលជាអ្នកមានគុណធម៌ល្អធ្វើទៅឧទ្ទិសជូនគាត់ទៅអាហ្នឹងហើយយើងក៏រួចផុតពីដូចថាការស្ដីបន្ទោសខ្លួនឯងហ្នឹងហើយកម្លាំងបុណ្យហ្នឹងក៏បានជួយដល់គាត់ដែរបារមីខ្លាំងពូកែក្នុងព្រះពុទ្ធសាសនាពាក្យថាបារមីសំដៅយកគុណធម៌ទាំងឡាយដែលនាំឲ្យបានត្រាស់ដឹងឬគុណជាតិដែលនាំឲ្យបានរួចផុតពីទុក្ខរួចផុតពីសង្សារវដ្តព្រះពុទ្ធអង្គនៃយើងបានបំពេញនៅបារមីអស់ច្រើនលានកោដជាតិទម្រាំបានត្រាស់ដឹងជាព្រះពុទ្ធបារមីដែលព្រះអង្គត្រូវបំពេញមាន10ដែលលោកហៅថាទុសបារមីឬម្យ៉ាងទៀតលោកហៅថាពុទ្ធការកធម៌គឺទី1ទានបារមីការចែកទានសង្គ្រោះដល់អ្នកដទៃដោយចិត្តករុណាទី2សីលបារមីការរក្សាកាយវិជ្ជាឲ្យបានល្អមិនបៀតបៀនអ្នកដទៃទី3នេក្ខមបារមីការចេញសាងភ្នោះឆ្ងាយពីកាមគុណទី4បញ្ញាបារមីការសន្សំចំណេះដឹងការប្រើបញ្ញាញាណសម្រាប់ត្រេះរិះពិចារណាក្នុងការដោះស្រាយបញ្ហាទី5វិរិយបារមីការតស៊ូព្យាយាមជំនះការលំបាកក្នុងការបំពេញភារកិច្ចរបស់ខ្លួនទី6ខន្តិបារមីសេចក្តីអត់ធន់ចំពោះពាក្យសម្ដីអ្នកដទៃឬការងារលំបាកផ្សេងទី7សច្ចបារមីការរក្សាពាក្យសច្ចៈមិនក្បត់ពាក្យសន្យាទី8អធិដ្ឋានបារមីការបដិញ្ញាចិត្តខ្ពស់
មិនងាយបោះបង់ការងារចោលទី9មេត្តាបារមីសេចក្តីស្រឡាញ់ទឹកចិត្តមេត្តាទឹកចិត្តត្រជាក់មិនងាយខឹងក្រេវក្រោធនិងទី10ឧបេក្ខាបារមីការមិនរំភើបញាប់ញ័រចំពោះអារម្មណ៍ល្អក្តីមិនល្អក្តីដែលកើតឡើងក្នុងជីវិតពេលព្រះពោធិសត្វបានបំពេញនៅបារមីទាំង10នេះគ្រប់បរិបូរណ៍ហើយព្រះអង្គបានបំពេញសេចក្តីព្យាយាមក្នុងសមាធិនិងវិបស្សនារហូតចុងក្រោយព្រះអង្គបានត្រាស់ដឹងនៅមាគ៌ាទៅកាន់ទីរំលត់ទុក្ខពោលគឺព្រះនិព្វានដែលយើងសន្មតថាព្រះពុទ្ធបានត្រាស់បុណ្យកុសលដែលព្រះអង្គបានបំពេញមកបានជួយឲ្យព្រះអង្គបរិបូរណ៍ដោយលក្ខណៈសម្បត្តិទាំងកាយទាំងវាចាទាំងសតិបញ្ញាដល់ព្រមបានជាទីពឹងនិងជាទីគោរពស្រឡាញ់កោតខ្លាចនៃមនុស្សនិងទេវតាទាំងឡាយរីឯពាក្យថាបារមីវត្តនេះពូកែព្រះអង្គវត្តនោះស័ក្តិសិទ្ធិជាដើមដែលជាទូទៅយើងឲ្យតម្លៃទៅលើអភិនិហាបារមីឫទ្ធានុភាពដែលធ្វើឲ្យគេកោតខ្លាចជាដើមបើនិយាយតាមន័យព្រះធម៌ព្រះពុទ្ធជាម្ចាស់បានបរិនិព្វានបាត់ទៅហើយគ្មានវិញ្ញាណឬបារមីអ្វីបន្តិចបន្តួចនៅសេសសល់ឡើយអ្វីដែលព្រះអង្គបន្សល់ទុកគឺឱវាទពាក្យព្រានប្រដៅដែលជាផ្លូវនាំយើងឲ្យបានរួចផុតពីទុក្ខព្រះពុទ្ធរូបជារូបស្នងជារូបតំណាងព្រះពុទ្ធជាម្ចាស់សម្រាប់បានជាទីនឹករលឹកនិងគោរពបូជាតែព្រះអង្គគ្មានចិត្តគ្មានវិញ្ញាណអ្វីមកដឹងរឿងយើងបែបបន់អ្វីឡើយព្រោះព្រះអង្គបានរំលត់ខណ្ឌទៅកាន់បរិនិព្វានហើយបើបងប្អូនទៅថ្វាយបង្គំព្រះពុទ្ធរូបសូមថ្វាយបង្គំដោយការដឹងគុណដែលព្រះអង្គជួយណែនាំយើងឲ្យបានសេចក្តីសុខថ្វាយបង្គំដោយសេចក្តីគោរពចំពោះគុណធម៌របស់ព្រះអង្គមិនគួរទៅថ្វាយបង្គំបួងសួងសុំឲ្យព្រះអង្គជួយយ៉ាងនេះយ៉ាងនោះទេព្រោះវាជាសទ្ធាដែលប្រាសចាកបញ្ញាឧបមាដូចអ្នកដំណើរប៉ុន្តែដើរទាំងពីការភ្នែកតែសូមចងចាំថាការថ្វាយបង្គំចំពោះព្រះពុទ្ធជាម្ចាស់ដោយសេចក្តីគោរពពិតប្រាកដដោយសមាទិដ្ឋិនឹងបានទទួលផលអានិសង្សច្រើនឥតគណនាតែផលនោះមិនមែនព្រះពុទ្ធជាអ្នកផ្ដល់ឲ្យយើងទេគឺផលកើតពីចិត្តជ្រះថ្លាក្នុងចិត្តរបស់យើងផ្ទាល់ដែលបានថ្វាយបង្គំចំពោះព្រះពុទ្ធជាម្ចាស់ដោយសទ្ធាប្រកបដោយបញ្ញារីឯឫទ្ធិអានុភាពឬហេតុភេទផ្សេងអាចជាអានុភាពរបស់ពពួកអមនុស្សឬទេវតាឬខ្មោចព្រាយដែលអាស្រ័យនៅទីនោះឬថែរក្សានៅតំបន់នោះជាអ្នកបណ្ដាលឲ្យមានឡើងតែដាច់ខាតមិនមែនជាបារមីឬវិញ្ញាណរបស់ព្រះពុទ្ធឡើយពពួកអមនុស្សនៅទីនោះអាស្រ័យនឹងព្រះពុទ្ធរូបក៏ទទួលនៅសក្ការៈបូជាផ្សេងពីមនុស្សម្នាទាំងឡាយដែលយកទៅបូជានិយាយនេះមិនហាមឃាត់ថាឲ្យបងប្អូនឈប់គោរពបូជាទេវតាទេតែត្រូវធ្វើដោយសមាទិដ្ឋិត្រឹមត្រូវកុំឲ្យคล้ายជាមង្គលភ្ញាក់ផ្អើលដែលផ្ទុយពីឱវាទព្រះពុទ្ធទៅវិញ
យើងអាចសម្ដែងការរាប់អានការគោរពបូជាដល់ទេវតានិងអមនុស្សទាំងនោះតាមរយៈការផ្សាយមេត្តាចិត្តការជូនបុណ្យកុសលការថ្វាយគ្រឿងសក្ការៈផ្សេងឧបមាដូចជាការរាប់អានអ្នកជិតខាងដូច្នោះឯងសូមឲ្យគេបានសុខបានចម្រើនហើយជួយថែរក្សាគ្នាទៅវិញទៅមកតែមិនគួរផ្ដេកផ្ដួលចិត្តបាត់បង់ជំហរលួងខ្លួនដើរតែបន់ស្រន់បួងសួងសុំសេចក្តីសុខពីគេឡើយហើយភ្លេចធ្វើមូលហេតុនៃសេចក្តីសុខនោះដោយខ្លួនឯងព្រោះអ្វីៗគ្រប់យ៉ាងសុទ្ធតែមានហេតុផលបើអ្នកគ្មានបុណ្យទេអង្វរករយ៉ាងម៉េចក៏ទេវតាមិនអាចជួយអ្នកបានដែរគេជួយយើងតលតែយើងមានបុណ្យខ្លួនយើងដែរដោយភាសាអង់គ្លេសមួយថា there is no free lunch បើអ្នកជាមនុស្សមានបុណ្យមិនចាំបាច់សុំទេវតាឲ្យជួយក៏បានដែរគឺជាភារកិច្ចរបស់គេត្រូវតែជួយអ្នកដោយពេលដែលព្រះពុទ្ធជាម្ចាស់នៃយើងទ្រង់ចុះចាប់បដិសន្ធិមានទេវតាមកថែរក្សាព្រះគភ៌របស់ព្រះមេត្តាព្រះអង្គជាប្រចាំសូមចងចាំថាទេវតាខ្លះជាសមាទិដ្ឋិទេវតាខ្លះជាមិច្ឆាទិដ្ឋិយល់ខុសហើយអាចនាំអ្នកឲ្យដើរផ្លូវខុសដែរមិនមែនទេវតាសុទ្ធតែល្អទាំងអស់ទេយើងមានទុក្ខដោយយើងទេវតាមានទុក្ខដោយទេវតានាពេលមួយព្រះឥន្ទជាសកទេវរាជពិបាកចិត្តពេករកអ្នកណាជួយមិនបានក៏ចូលមករកព្រះពុទ្ធជាម្ចាស់សូមព្រះអង្គឲ្យជួយសម្រាលទុក្ខព្រះអង្គក៏ពន្យល់ព្រះឥន្ទរហូតបានធូរស្បើយពីសេចក្តីទុក្ខហើយត្រឡប់ទៅឋានត្រៃត្រឹងវិញដោយសារគុណធម៌បញ្ញាញាណរបស់ព្រះអង្គធ្វើឲ្យព្រះឥន្ទក៏មករកព្រះអង្គដែរជាសរុបមកបារមីក្នុងព្រះពុទ្ធសាសនាសំដៅលើកុសលធម៌ទាំង10ដែលនាំឲ្យបានរួចផុតពីទុក្ខបារមីនោះពិតជាពូកែមែនព្រោះបានធ្វើឲ្យយើងคล้ายជាមនុស្សល្អបន្តិចម្ដងរហូតបានត្រាស់ដឹងនៅសច្ចធម៌ជាទីបំផុតបានរួចផុតពីទុក្ខនិងបានជាទីពឹងសម្រាប់មនុស្សនិងទេវតាទាំងឡាយយើងគ្រប់គ្នាគួរសន្សំបារមីទុក្ខក្នុងចិត្តរបស់យើងឲ្យបានច្រើនយើងនឹងក្លាយជាមនុស្សមានបារមីហើយមិនពិបាកទៅរកបារមីខាងក្រៅទេតែអ្នកនៅតែផ្សាយមេត្តាចិត្តសូមឲ្យពពួកអមនុស្សនិងទេវតាទាំងឡាយបានសេចក្តីសុខរួចពីកម្មពៀវរាពីអតីតមកអ្នកគ្មានវិធីរត់គេចពីវាបានទេព្រោះអ្នកមិនអាចបកក្រោយហើយកែទង្វើដែលអ្នកបានធ្វើក្នុងអតីតកាលបានឡើយតែពៀវរាទៅថ្ងៃមុខអ្នកអាចជៀសបានដោយកម្លាំងនៃការរក្សាសិលបានដល់ការប្រព្រឹត្តល្អដោយកាយវាចាចិត្តការមិនបៀតបៀនមិនធ្វើឲ្យអ្នកដទៃក្តៅក្រហាយមានដូចជាការមិនប៉ះពាល់ជីវិតអ្នកដទៃ
ការមិនកាប់កេងលួចទ្រព្យអ្នកដទៃការមិនធ្វើឲ្យកូនប្រពន្ធអ្នកដទៃក្តៅក្រហាយការមិនកុហកបោកប្រាស់ជាដើមពេលអ្នកមិនបានធ្វើឲ្យអ្នកដទៃក្តៅក្រហាយគេក៏មិនមានចិត្តចងពៀមិនមានបំណងអាក្រក់ដាក់អ្នកវិញដែរដោយសារអ្នកមិនបានធ្វើអាក្រក់ដាក់អ្នកដទៃអ្នកក៏មានចិត្តស្រស់ស្រាយមិនភ័យខ្លាចមិនព្រួយបារម្ភរឿងមានទោសពៃឬខ្លាចគេធ្វើអាក្រក់ដាក់អ្នកវិញឡើយនោះហើយជាចិត្តដែលរួចផុតពីពៀវេរាមនុស្សមានពៀគឺជាមនុស្សដែលបៀតបៀនគេធ្វើឲ្យអ្នកដទៃក្តៅក្រហាយមនុស្សមានចិត្តចងគំនុំគុំគួនខ្លួនក៏លំបាកព្រោះភ្លើងកំហឹងឆេះក្នុងចិត្តរាល់ថ្ងៃហើយគេក៏ក្តៅក្រហាយព្រោះទង្វើអាក្រក់របស់យើងម្យ៉ាងទៀតពៀវេរានោះនឹងជាប់តាមគ្នាវែងឆ្ងាយក្នុងសង្សារវដ្តបើអ្នកដាំពូជភ្លើងអ្នកនឹងបានផលក្តៅក្រហល់ក្រហាយត្រឡប់មកវិញបើអ្នកធ្វើឲ្យគេក្តៅក្រហាយអ្នកនឹងបានភាពក្តៅក្រហាយនោះមកវិញគ្រាន់តែយូរឬឆាប់ប៉ុណ្ណោះបើអ្នកបានសាងល្អរក្សាសិលពេលបច្ចុប្បន្នឈ្មោះថាអ្នកមិនបានសាងពៀវេរាទៅថ្ងៃមុខតែបើអ្នកមានកម្មពៀវេរាពីអតីតជាតិមកអ្នកត្រូវទទួលផលកម្មនោះវិញអ្នកមិនអាចរត់គេចពីកម្មចាស់បានទេសូម្បីតែព្រះពុទ្ធជាម្ចាស់ក៏ត្រូវទទួលផលកម្មចាស់ដែរតែដោយអំណាចនៃអំពើល្អដោយអំណាចនៃសិលដែលអ្នកបានរក្សាពេលបច្ចុប្បន្នកម្លាំងបុណ្យនោះអាចជួយសម្រាលទុក្ខបានខ្លះដែរតាមកម្លាំងរបស់វាឧបមាដូចជាអ្នកស្លសម្លជ្រុលជាប្រៃទៅហើយអ្នកអាចដាក់ទឹកថែមដើម្បីឲ្យវាសាបបានខ្លះយ៉ាងណាមិញបើអ្នកបានជ្រុលជាធ្វើបាបកម្មខ្លះទៅហើយអ្នកមិនអាចកែប្រែវាបានទេតែអ្នកអាចធ្វើអំពើល្អថ្មីដែលជួយអ្នកឲ្យបានផលល្អផលថ្មីជាបន្តបន្ទាប់ចន្លោះពេលដែលបាបឲ្យផលនោះឯងយើងគ្រប់គ្នាគួរយល់ដឹងថាគ្មានវិធីសាស្ត្រណាគ្មានបុគ្គលណាឬព្រះណាអាចបញ្ជាអ្នកឲ្យរួចពីផលនៃកម្មចាស់ដែលអ្នកបានធ្វើឡើយព្រោះបើអាចធ្វើបានមែនវាជារឿងអយុត្តិធម៌ណាស់ធ្វើអាក្រក់ហើយទៅសុំឲ្យរួចពីផលកម្មដែលខ្លួនបានធ្វើតែបើអ្នកប្រឹងប្រែងអប់រំចិត្តលះបង់នៅកិលេសអស់បានក្លាយជាព្រះអរហន្តហើយបរិនិព្វានកម្មលែងតាមទាន់កម្មរកម្ចាស់លែងឃើញព្រោះព្រះអរហន្តលែងមានជាតិកំណើតតទៅមុខទៀតហើយអ្នកអាចធ្វើបុណ្យឧទ្ទិសកុសលជូនដល់មនុស្សសត្វដែលធ្លាប់មានពៀវេរានឹងគ្នាហើយតាំងចិត្តរក្សាសិលឲ្យបានល្អចាប់ពីពេលនេះតទៅបុណ្យកុសលទឹកចិត្តមេត្តានឹងជួយអ្នកឲ្យបានសុខមិនសូវជួបទុក្ខច្រើនឡើយ